រឿងសម្រាប់អប់រំកុមារមានក្មេងប្រុសម្នាក់ឈ្មោះរិនអាយុ7ឆ្នាំរិនជាក្មេងដែលសប្បាយរីករាយនឹងការរៀនសូត្រថែមទាំងលេងសើចជាមួយនឹងមិត្តភក្តិជាច្រើននៅក្នុងថ្នាក់ថ្ងៃមួយនៅពេលរៀនគ្រូបាននិយាយថាកុមារទាំងអស់ត្រូវតែសរសេរដោយខ្លួនឯងគឺមិនត្រូវចម្លងតពីគ្នាឡើយថ្ងៃបន្ទាប់មកដល់ពេលប្រឡងរិនអង្គុយក្បែរមិត្តភក្តិរបស់គេឈ្មោះសាននេះគេបានចម្លងកិច្ចការងារអំពីក្មេងប្រុសរិនសានបាននិយាយថាសូមឲ្យខ្ញុំមើលបន្តិចមករិនគិតបន្តិចហើយនឹកដល់ពាក្យរបស់លោកគ្រូគេរិននិយាយថាសូមអភ័យទោសខ្ញុំមិនអាចឲ្យអ្នកមើលបានទេព្រោះនេះជាការប្រឡងមិនមែនចម្លងឡើយយើងគួរតែព្យាយាមដោយខ្លួនឯងបន្ទាប់ពីប្រឡងគ្រូបានសរសើររិនថាជាក្មេងប្រុសម្នាក់ដែលស្មោះត្រង់ហើយជាគំរូល្អសម្រាប់មិត្តសានក៏សូមអភ័យទោសនិងសន្យាថានឹងព្យាយាមរៀនសូត្រឲ្យខ្លាំងឡើងបន្ថែមទៀតអ្នកអប់រំក្នុងរឿងនេះគឺនិយាយថាភាពស្មោះត្រង់គឺជាអំពើល្អដែលធ្វើឲ្យមនុស្សទទួលបានការគោរពនិងជោគជ័យជានិច្ច